សាច់រឿងក៏បានបង្ហាញបន្តពីពិធីបន់រួចមកពេលនេះមិត្តរួមថ្នាក់ទាំងអស់គ្នាក៏បានរៀបចំកម្មវិធីរបស់សាលាក្នុងឆ្នាំនេះអ៊ីស៊ូមីបានចូលក្រុមដែលបកចំណែកឲ្យអ៊ីស៊ីកាម៉ូរីវិញនៅក្នុងក្រុមតុបតែងលម្អដូចនេះពួកគេមិនអាចនៅក្បែរគ្នាបានទេមើលទៅអូនពិតជាមានភាពសប្បាយរីករាយខ្លាំងណាស់កាលពីឆ្នាំមុនពួកគេទាំងពីរគឺនៅក្រុមតែមួយដូចនេះហើយទៅពួកគេអាចចំណាយពេលវេលាជាមួយគ្នាបានប៉ុន្តែក្នុងឆ្នាំនេះវិញពួកគេមិនសូវបាននិយាយលេងនឹងគ្នាឡើយគេពិតជាច្រណែននឹងពួកគេទាំងនោះខ្លាំងណាស់ស្របពេលនោះមិត្តរួមថ្នាក់ស្រីរបស់គេម្នាក់បានសុំជំនួយពីអ៊ីស៊ូមីរឿងមួយនេះអូនក៏បានដឹងផងដែរធ្វើអូនក៏មានកូនចិត្តប្រច័ណ្ឌនឹងអ៊ីស៊ូមីដែរអ៊ីនូសាកាបានលើកអីវ៉ាន់នៅក្បែរនោះក៏ឃើញឈីកាម៉ូរីឈោខឹងសម្លឹងទៅអ៊ីស៊ូមីធ្វើគេភ្ញាក់បន្តិចផងដែរកាត់មកអ៊ីស៊ូមីណែវិញកម្មវិធីសាលានឹងចាប់ផ្ដើមនៅក្នុងថ្ងៃទី1រយៈពេល3ថ្ងៃនេះហើយគេពិតជារីករាយណាស់ហើយក៏ភ័យផងដែរប៉ុន្តែគេនឹងខិតខំឲ្យខ្លាំងជាងនេះកម្មវិធីរបស់សាលាក៏បានចាប់ផ្ដើមឡើងអ៊ីស៊ូមីកំពុងតែដើរនៅក៏ត្រូវបានអ្នកផ្សេងហុចសម្បត្តិមួយទៅឲ្យតែគេនៅពេលដែលមើលនោះគឺក្នុងនោះគឺមានលេខ44អ៊ីស៊ូមីក៏បានងាកមកវិញអរគុណបរិមម្នាក់នោះតាមពិតទៅលេខរៀងនឹងគឺជាលេខរៀងក្នុងការចាប់ដៃគូនឹងគ្នានោះឯងក្នុងថ្នាក់ណែវិញមេរោគថ្នាក់ទាំងអស់គ្នាក៏បានចាប់ផ្ដើមស្លៀកពាក់បែបជាសត្វអ៊ីស៊ូមីបានធ្វើជាសត្វតោណែកូគឺជាសត្វឆ្មាអ៊ីនូសាកាគឺជាសត្វឆ្កែអូនយុយគឺជាខ្មុំចំណែកចុងក្រោយវិញជីកាម៉ូរីមើលទៅដូចជាអូនកំពុងតែតែងខ្លួនធ្វើជាសត្វទុនសាយហើយអូនក៏សួរទៅអ៊ីស៊ូមីថាតើវាយ៉ាងម៉េចដែរអ៊ីស៊ូមីបានតបវិញថាវាខ្ជូតខ្លាំងណាស់កម្មវិធីក៏បានប្រារព្ធឡើងយើងឃើញថាពិតជាមានមនុស្សជាច្រើនណាស់បានចូលថ្នាក់របស់ពួកគេណែកូអ៊ីនូសាកានិងយុយបានមកចាំទទួលភ្ញៀវនៅខាងមុខអ៊ីស៊ូមីកំពុងតែលើកទឹកក្រោយសុកនោះក៏មានសិស្សស្រីពីរបីនាក់ស្មកសុំថតរូបជាមួយនឹងគេហើយនៅពេលដែលគេកំពុងតែធ្វើការនោះក៏មានกระดาษមួយបានជ្រុះទៅនឹងដីហើយអ៊ីស៊ូមីក៏បានដាក់ចងក្រដាសនោះធ្វើឲ្យអ៊ីស៊ូមីបានរអិលដួលផ្កាទៅក្រោយអ្នកគ្រប់គ្នាពិតជាភ័យខ្លាំងណាស់តែក៏ត្រូវបានអូនឈីកាម៉ូរីចេញមកជួយអ៊ីស៊ូមីទាន់ពេលバカហើយក៏បានស្ដីឲ្យអ៊ីស៊ូមីថាពេលក្រោយឲ្យគេចេះប្រុងប្រយ័ត្នជាងនឹងតិចទៅអ៊ីស៊ូមីក៏បានសុំទោសឃើញចឹងអ្នករកគ្នានៅទីនោះបានស្ញាច់សរសើរឈីកាម៉ូរីជាខ្លាំងល្ងាចឡើងពួកគេបានធ្វើដំណើរត្រឡប់ទៅផ្ទះវិញក្នុងថ្ងៃនេះគឺពិតជាហត់ខ្លាំងណាស់ឈីកាម៉ូរីបាននិយាយថាថ្ងៃស្អែកនឹងមានមនុស្សមកចូលច្រើនជាងនឹងទៀតហើយមើលទៅអ៊ីស៊ូមីក៏បានបបួលអូនដើរជុំវិញនៅសាលានៅថ្ងៃត្រង់ស្អែកឡើងអូនក៏យល់ព្រមផងដែរហើយអូនក៏បានសួរទៅអ៊ីស៊ូមីថាអូនឮថាគេនឹងទៅធ្វើបន់អារក្សនៅព្រឹកថ្ងៃស្អែកនេះតែគេទៅទីនោះធ្វើអ្វីវិញអ៊ីស៊ូមីបានតបវិញថាដោយសារតែនៅទីនោះគឺមានកន្លែងសម្រាប់ឲ្យគេសម្រាកនោះឯងតើអូននឹងចូលរួមកម្មវិធីសាលាពេលព្រឹកថ្ងៃស្អែកនេះដែរឬទេអូនក៏ប្រាប់ថាទៅអ៊ីស៊ូមីបានឈប់មន្ទីររួចក៏សុំទោសទៅកាន់អូនថាគ្រប់គ្នាពិតជាខិតខំខ្លាំងណាស់ក្នុងថ្ងៃនេះប៉ុន្តែគេវិញបែរជាមករំខានពួកគេទៅវិញអូនក៏បានបញ្ជាក់រឿងនឹងថានោះវាមិនអីនោះទេតាមពិតទៅអូនក៏ខិតខំធ្វើការនេះក៏ដោយសារតែអ៊ីស៊ូមីផងដែរលើអញ្ចឹងអ៊ីស៊ូមីសប្បាយចិត្តឡើងស្រកទឹកភ្នែកពេញនឹងអស់ហើយគេសន្យាថាគេនឹងធ្វើឲ្យបានល្អជាងនេះកម្មវិធីសាលាថ្ងៃទី2ក៏បានមកដល់អ៊ីស៊ូមីកំពុងតែធ្វើដំណើរទៅបណ្ណាល័យដោយគេបានគិតថាគេសង្ឃឹមថានឹងមានអ្នកណាម្នាក់ដែលរៀននៅជាមួយគេឬក៏អ្នកស្គាល់គ្នាបានធ្វើការនៅទីនោះចោះវានឹងពិបាកបន្តិចហើយបើសិនបើគេជួបមនុស្សដែលមិនដែលស្គាល់គ្នាទៅសោះពេលដែលគេបើកទ្វារដើរចូលទៅក្នុងនោះគេប្រទះឃើញកាមីយ៉ាក៏នៅទីនោះផងដែរហើយតួអង្គកាមីយ៉ានេះក៏យើងបានធ្លាប់ជួបនាងកាលពីអ៊ីពីសូតទី2រួចណាស់មកហើយអ៊ីស៊ូមីក៏បានចូលទៅសួរថាតើនាងជាបនអរិយនៅទីនេះដែរមែនកាមីយ៉ាក៏បានតបថានឹងហើយនាងពិតជាធូរចិត្តខ្លាំងណាស់ដល់ពេលដែលបានធ្វើការជាមួយនឹងអ្នកស្គាល់គ្នាបែបនេះហើយនាងក៏សុំឲ្យអ៊ីស៊ូមីជួយយកសៀវភៅទាំងនេះទៅដាក់ចូលទុកក្នុងទូសៀវភៅទៅនៅពេលដែលពួកគេកំពុងតែរៀបចំសៀវភៅនោះអ៊ីស៊ូមីបានប្រាប់ឲ្យពួកយើងបានដឹងថាគេនិងកាមីយ៉ាបានជួបគ្នាកាលពីឆ្នាំមុនដោយសារតែពួកគេទាំងពីរនេះគឺជាបនអរិយនាងគឺជាកីឡាករបាល់ទះដ៏ខ្លាំងម្នាក់នាងពិតជាមានកម្ពស់ខ្ពស់ស្អាតហើយមានចិត្តល្អទៅកាន់អ្នកដទៃទៀតផងមិនថាប្រុសឬស្រីទេពួកគេសុទ្ធតែចូលចិត្តនាងទាំងអស់នាងនៅក្នុងថ្នាក់រៀនមួយនៅក្បែរថ្នាក់រៀនរបស់គេដូចនេះពួកគេក៏បានធ្វើការជាមួយគ្នាដំបងគេពិតជាភ័យខ្លាំងណាស់ប៉ុន្តែកាមីយ៉ាគឺពិតជារស់រាយរាក់ទាក់ខ្លាំងណាស់បានមកជួយណែនាំនិយាយគេប្រាប់ដល់គេជាច្រើនបន្ទាប់ពីកាត់រួចហើយអ៊ីស៊ូមីក៏បានសួរកាមីយ៉ាថាតើថ្នាក់រៀនរបស់នាងនឹងរៀបចំធ្វើអ្វីវិញកាមីយ៉ាក៏បានតបវិញថាគឺបើកជាហាងកាហ្វេអ៊ីស៊ូមីបានលាន់មកថាវាមើលទៅដូចនឹងថ្នាក់រៀនរបស់គេណាស់ហើយនៅពេលដែលនាងចាក់ចៃមកអញ្ចឹងគឺវាអីទេមែនកាមីយ៉ាបានតបវិញថានាងក៏មកប្រកាសដែរការពីម្សិលមិញពួកគេបានខិតខំសុំកុំឲ្យនាងចាក់ចេញពីពួកគេបានយកមកក៏បានសុំអង្វរនាងផងដែរអ៊ីស៊ូមីបាននិយាយឡើងថាមើលទៅនាងពិតជាមានប្រជាប្រិយភាពណាស់ក្នុងចំណោមសិស្សទាំងនោះក្នុងអំឡុងពេលការប្រកួតបាល់នោះកាមីយ៉ាក៏បានប្រាប់ទៅវិញថាវាមិនចឹងឡើយវាតែតែមានសម្លេងញ៉ែញ៉ៃក្នុងថ្នាក់រៀននិងក្នុងក្លឹបជានិញចឹងហើយពេលខ្លះនាងក៏ត្រូវការពេលវេលាស្ងប់ស្ងាត់បន្តិចផងដែរដូចឥឡូវចឹងគឺពិតជាមានសម្លេងអ៊ូអរខ្លាំងណាស់សាច់រឿងក៏បានបង្ហាញការពីពួកគេបានជួបគ្នាដំបូងពេលនៅកាមីយ៉ាបានធ្វើជាបនអរិយដូចជាធម្មតាអ៊ីស៊ូមីក៏បានចូលមកបនអរិយនៅកាមីយ៉ាក៏បានសួរទៅថាតើគេចូលមកខ្ចីសៀវភៅមិនមែនអ៊ីស៊ូមីបានតបវិញថាគេចូលនេះមិនមែនមកខ្ចីសៀវភៅទេគឺត្រូវធ្វើជាបនអរិយនៅទីនេះកាមីយ៉ាក៏បានស្វាគមន៍អ៊ីស៊ូមីសម្រាប់ការចូលធ្វើការនៅថ្ងៃដំបូងក៏ដូចជាណែនាំខ្លួននាងផ្ទាល់ទៅកាន់អ៊ីស៊ូមីផងដែរ
អ៊ីស៊ូមីគេពិតជាសើខ្លាំងណាស់មិនតន់ដឹងអីផងពេលនេះគឺពោក្បាលបាត់ទៅហើយកាមីយ៉ាក៏បានប្រាប់នឹងណែនាំពីរបៀបក្នុងការធ្វើការក្នុងបណ្ណាល័យជាច្រើនចំណុចទៅកាន់អ៊ីស៊ូមីក៏បានយល់ផងដែរហើយក៏បានសរសើរកាមីយ៉ាថានាងពិតជាពូកែក្នុងការបញ្យល់ដែលវាពិតជាអស្ចារ្យមែនថ្ងៃត្រង់ឡើងកាមីយ៉ាក៏បានចូលបណ្ណាល័យម្ដងទៀតរួចក៏ឃើញអ៊ីស៊ូមីនៅទីនោះផងដែរអ៊ីស៊ូមីក៏បានប្រាប់ទៅកាមីយ៉ាថាកាមីយ៉ានៅពេលនេះគឺគេបានមកជឿបាត់ទៅហើយកាមីយ៉ាក៏បានបកស្រាយប្រាប់ទៅវិញថាមកពីនាងទើបតែបញ្ចប់ការងារក្នុងក្រុមប្រឹក្សាសិស្សដែលគេបានដាក់ឲ្យធ្វើការពីម្សិលមិញនោះឯងហើយមករួមថ្នាក់របស់នាងក៏ចង់ហៅនាងទៅដើរ shopping ជាមួយផងដែរតែនាងមិនបានទៅនោះឡើយអ៊ីស៊ូមីក៏បាននិយាយឡើងថាមើលទៅកាមីយ៉ានាងពិតជាចិត្តល្អខ្លាំងណាស់ធ្វើឲ្យកាមីយ៉ាបានគាំងបន្តិចរួចក៏បាននិយាយឡើងថានេះជាពេលដំបូងហើយដែលមានអ្នកណាម្នាក់បាននិយាយអញ្ចឹងបែបនេះដាក់នាងកាត់មកបច្ចុប្បន្ននេះវិញកាមីយ៉ាបាននិយាយទៅកាន់អ៊ីស៊ូមីថាអ៊ីស៊ូមីពិតជាប្រែប្រួលខ្លាំងណាស់មួយរយៈធំនៃហេតុផលគឺមកពីគេមានមិត្តស្រីមែនធ្វើឲ្យអ៊ីស៊ូមីអៀនបន្តិចហើយហេតុអ្វីបានជាកាមីយ៉ាដឹងអញ្ចឹងកាមីយ៉ាបានតបវិញថាមកពីអ្នកក៏បានប្រាប់នាងនោះឯងហើយសង្សាររបស់គេនឹងគឺជាស៊ីកាម៉ូរីមែនឬចឹងគេពិតជាសំណាងណាស់នាងពិតជាស្អាតហើយអស្ចារ្យទៀតអ្វីដែលសំខាន់ហ្នឹងគឺនាងមានសមត្ថភាពខ្លាំងក្នុងកីឡាទៀតអ៊ីស៊ូមីបានកាត់ម្នាក់ឯងថាកាមីយ៉ាគឺពិតជានិយាយលេងច្រើនណាស់ក្នុងថ្ងៃនេះតែនាងមានគោលបំណងអ្វីកាមីយ៉ាបានបន្តសួរអ៊ីស៊ូមីទៀតថាតើគេចាប់ផ្ដើមដែលជាមួយគ្នាដោយរបៀបណាធ្វើឲ្យអ៊ីស៊ូមីកាន់តែកាំងខួរមែនតើហេតុអ្វីបានជានាងសួរសំណួរបែបនេះអញ្ចឹងកាមីយ៉ាបានតបវិញថានាងមិនមែនមានន័យដូចអ្វីដែលគេកំពុងគិតនោះទេតាមពិតទៅនាងគឺបានចាប់អារម្មណ៍ទៅលើស៊ីកាម៉ូរីនោះទេអញ្ចឹងតែអ្នកទាំងពីរបានដែលគ្នាជាមួយគ្នាបានប្រហែលដងទៅហើយអ្នកណាសារភាពទៅអ្នកណាដល់ពេលនេះអ៊ីស៊ូមីកាន់តែខ្វល់ខួរមែនតើហើយមិនបានជាកាមីយ៉ាចាប់អារម្មណ៍ទៅលើស៊ីកាម៉ូរីទៅវិញកំប្រាប់ថាកាមីយ៉ាស្រឡាញ់ស៊ីកាម៉ូរីចុំកាមីយ៉ា GL ទៅដឹងស្រីស្រឡាញ់គ្នាឯងចឹងកាលមកខាងក្រៅនៃវិញសតទាំងអស់គ្នាបាននាំគ្នាទៅមើលលេខរៀងដៃគូគ្នាដែលបានបិទនៅខាងក្រៅស៊ីកាម៉ូរីកំពុងតែផ្ទៀងមើលលេខរៀងរបស់អ៊ីស៊ូមីបានលេខ44អ៊ីណូសាកាគឺបានលេខ186ក៏លេខមកមើលឈ្មោះអូនវិញបែរជាទទួលបានលេខ78ទៅវិញចឹងគឺមានន័យថាអ៊ីស៊ូមីមិនមែនជាដៃគូរបស់អូនស៊ីកាម៉ូរីទេយយក៏បានប្រាប់ទៅអ្នកទាំងពីរថាបើសិនជាមានអ្នកណាម្នាក់មានលេខដូចយើងគេម្នាក់នោះខ្លាចជាដៃគូរបស់យើងហើយយយបានប្រាប់ឲ្យយើងដឹងទៀតថាកម្មវិធីចាប់គូនេះត្រូវបានបង្កើតឡើងជាពិសេសដោយក្រុមប្រឹក្សាសិស្សក្នុងសាលានេះក្នុងចំណោមសិស្សទាំង600នាក់នេះពួកគេនឹងត្រូវរកអ្នកណាដែលមានលេខរៀងជាមួយនឹងគ្នាដើម្បីចាប់គ្នាធ្វើជាគូស្នេហ៍នោះឯងស៊ីកាម៉ូរីបានបដិញ្ញាចិត្តថានឹងទៅរកអ្នកណាដែលមានលេខរៀងដូចនឹងអ៊ីស៊ូមីដើម្បីសុំបដូរកណ្ដាលលេខជាមួយនឹងគ្នាឲ្យតទៅបានត្រឡប់មកបណ្ណាល័យណែវិញកាមីយ៉ាក៏នៅតែបន្តសួរដេញដោលរឿងរបស់ពួកគេដែលអ៊ីស៊ូមីបានយល់ព្រមប្រាប់រឿងរបស់គេទៅកាមីយ៉ាពួកគេទាំងពីរក៏បានទទួលលេខរៀងជាមួយនឹងគ្នាកាលពីឆ្នាំមុនពួកគេទាំងពីរគឺពិតជាសប្បាយចិត្តខ្លាំងណាស់អូនក៏បានសុំថតរូបជាមួយនឹងអ៊ីស៊ូមីតែនិយាយចេញមកគឺទាំងរដាក់រដប់នោះទេយើងឃើញថាពួកគេទាំងពីរគឺពេញមួយថ្ងៃហ្នឹងគឺអៀនគ្នារហូតតែម្ដងមិនថាដើរលេងទៅណាក៏ដោយអ៊ីស៊ូមីបានឃើញអ្នកដទៃផ្សេងទៀតឃើញគេថតរូបជាមួយនឹងគ្នាឃើញអញ្ចឹងអូស៊ីកាម៉ូរីក៏បានសម្រេចចិត្តសុំអ៊ីស៊ូមីថតរូបជាមួយគ្នាតែម្ដងតាមពិតទៅអ៊ីស៊ូមីក៏មានកម្រងសុំថតរូបជាមួយនឹងស៊ីកាម៉ូរីផងដែរតែនៅពេលដែលគេរកកណ្ដាស់លេខរបស់គេបែរជាគេរកមិនឃើញទៅវិញធ្វើឲ្យគេអស់សង្ឃឹមតែម្ដងគេបានដឹងវារួចមកហើយថាវានឹងមានរឿងបែបនេះគេគិតថាវាពិតជាសំណាងរបស់គេនៅក្នុងថ្ងៃនេះប៉ុន្តែវាបានត្រឹមតែធ្វើឲ្យគេសប្បាយចិត្តមកពេលហើយក៏ទាញគេទម្លាក់ចុះទៅវិញនៅពេលនេះប្រហែលជាអូនស៊ីកាម៉ូរីប្រកាសជាអន់ចិត្តមកលើគេហើយអ៊ីស៊ូមីក៏បានសុំទោសទៅកាន់ស៊ីកាម៉ូរីពេលនេះព្រះកំពុងតែលេងសើចជាមួយនឹងគេហើយស៊ីកាម៉ូរីក៏បានបបួលអ៊ីស៊ូមីរកកណ្ដាស់នោះវិញតែអ៊ីស៊ូមីបានតបវិញថាប្រកាសណាស់ពួកគេនឹងមិនអាចរកវាឃើញឡើយអូនក៏បានតបវិញថាហេតុអ្វីបានជាវាមិនអាចអ៊ីស៊ូមីបានបញ្ជាក់ថាមកពីគេបានដឹងថាវាតែងតែមានរឿងមិនល្អមកលើខ្លួនគេរហូតទៅហើយស៊ីកាម៉ូរីបាននិយាយកាត់ថាតែពួកគេនឹងផ្លាស់ប្ដូរវានៅក្នុងថ្ងៃនេះលើអញ្ចឹងអ៊ីស៊ូមីក៏បានយល់ព្រមហើយក៏នាំស៊ីកាម៉ូរីទៅរកជាមួយគ្នាតែម្ដងទៅពួកគេក៏បានមកសុំជំនួយពីក្រុមប្រឹក្សាសិស្សដែលតែពួកគេមិនអាចរកឃើញกระดาษនោះវិញនោះឡើយពួកគេក៏បានតបមកវិញថាពួកយើងគឺមានច្បាប់មួយដោយសារតែពួកគេត្រូវថតរូបជាមួយគ្នានឹងกระดาษកាន់នឹងដៃអញ្ចឹងពួកគេមិនអាចជួយបានឡើយស៊ីកាម៉ូរីបានបន្តសុំម្ដងទៀតតែចម្លើយក៏នៅតែដដែលអ៊ីស៊ូមីបានខត់ទៅអូនតែគេក៏បាននឹកឃើញនៅពាក្យសម្ដីរបស់អូនស៊ីកាម៉ូរីដែលបានប្រាប់មកគេរួចគេក៏បានដើរចូលទៅសុំពួកគេម្ដងទៀតគេគឺពិតជាចង់ថតរូបជាមួយនឹងអូនស៊ីកាម៉ូរីខ្លាំងណាស់ឃើញអញ្ចឹងបរិយាម្នាក់ហ្នឹងក៏បានដើរទៅយកกระดาษលេខមកទៅសេរីរបស់ពួកគេហើយក៏បកគលឲ្យពួកគេទាំងពីរនាក់ទៅស៊ីកាម៉ូរីពិតជាត្រេកអរខ្លាំងណាស់អ៊ីស៊ូមីក៏បានអរគុណទៅកាន់បរិយាម្នាក់នោះហើយបរិយាម្នាក់នោះក៏បានផ្ដាំអ៊ីស៊ូមីកុំឲ្យប្រាប់រឿងនេះទៅអ្នកផ្សេងឲ្យបានដឹងឲ្យសោះរួចក៏ជូនពរអ៊ីស៊ូមីផងដែរទីមកផុតពួកគេទាំងពីរនាក់ក៏បានថតរូបជាមួយគ្នាអ៊ីស៊ូមីបានបន្តប្រាប់ទៀតថាវាគួរឲ្យអាណិតណាស់សម្រាប់គេប៉ុន្តែស៊ីកាម៉ូរីវិញបានលើកទឹកចិត្តគេហើយពួកគេក៏បានថតរូបជាមួយគ្នាបានសម្រេចហើយបន្ទាប់ពីនេះមកពួកគេក៏បាននាំគ្នាណាត់គ្នាទៅជួបគ្នាក្រោយកន្លែងហាត់ប្រាណមួយកន្លែងអ៊ីស៊ូមីពេលនោះគឺគេពិតជាភ័យខ្លាំងណាស់តែគេក៏បានសម្រេចចិត្តសារភាពទៅ
ទៅកាន់អូនស៊ីកាម៉ូរីតើអូនព្រមធ្វើសង្សារនឹងគេដែរឬទេស៊ីកាម៉ូរីឮបែបនេះហើយគេពិតជាសប្បាយចិត្តខ្លាំងណាស់រួចក៏បានចាប់អ៊ីសាមីអោបក្នុងដៃរបស់អូនតែម្ដងទៅជាចុងក្រោយគេក៏បានសារភាពប្រាប់ពីអារម្មណ៍របស់គេទាំងអស់ទៅកាន់ស៊ីកាម៉ូរីហើយគេក៏បានសុំទោសផងដែរប្រហែលមកពីគេនិយាយច្រើនពេកទៅហើយកាមីយ៉ាបាននិយាយឡើងថាទីបំផុតនាងបានយល់ហើយកាត់មកអូនស៊ីកាម៉ូរីនេះវិញអូនកំពុងតែរកអ្នកណាដែលមានលេខរៀនជាមួយនឹងអ៊ីសាមីតែនៅតែរកមិនឃើញឡើយតែនៅក្នុងចុងអ៊ីពីសូតសាច់រឿងនេះគឺបានបង្ហាញថាអ្នកដែលមានលេខរៀនជាមួយនឹងអ៊ីសាមីនោះគឺជាកាមីយ៉ានោះឯង